ពីខាងខេត្តមណ្ឌលគិរីបាទជុំវិញវិស័យទេសចរហ្នឹងគឺខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរចូលទស្សនាហ្នឹងកើនឡើងប៉ុន្តែនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាបាទភ្ញៀវហ្នឹងគឺមានការថយចុះទៅវិញបាទរយៈពេល9 ខែដើមឆ្នាំ2013នេះភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកទស្សនានៅខាងខេត្តមណ្ឌលគិរីមានចំនួន77,010 នាក់នៅក្នុងនោះភ្ញៀវទេសចរបរទេសគឺមានចំនួន4,113 នាក់គឺមានការកើនឡើងចំនួន19 កន្លះសញ្ញា 63% បើយើងប្រៀបធៀបរយៈពេលដូចគ្នា9 ខែដើមឆ្នាំ2012ដល់ឡែកនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាភ្ញៀវទេសចរមានការធ្លាក់ចុះនេះបើតាមការដឹងពីលោកញ៉ែកច្រឹកបាទដែលជាប្រធានសហគមន៍ទេសចរទឹកជ្រោះប៊ូស្រាតែកតិននឹងចំនួនភ្ញៀវទេសចរនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាធ្លាក់ចុះនេះលោកពុជសូរិយាដែលជាអនុប្រធានមន្ទីរទេសចរខេត្តនោះក៏បានសន្និដ្ឋានថាគឺមកពីការស្ថាបនាកំណត់ផ្លូវជាតិលេខ76ដែលធ្វើមិនទាន់រួចរាល់ស្របពេលរដូវនេះជារដូវភ្លៀងធ្លាក់ផងបានធ្វើឲ្យអ្នកទេសចរមានការលំបាកនៅក្នុងការធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះក៏ប៉ុន្តែទោះជាយ៉ាងណាតួលេខនៃភ្ញៀវទេសចរនៅទូទាំងខេត្តមណ្ឌលគិរីមានកំណើនគួរឲ្យកត់សម្គាល់លោកអនុប្រធានមន្ទីរក៏បានឲ្យដឹងដែរថានៅពេលដើមឆ្នាំ2013មានក្រុមហ៊ុនមួយដែលមានឈ្មោះថាមណ្ឌលគិរី Resort បានមកស្នើសុំអាជ្ញាធរធ្វើការវិនិយោគលើវិស័យទេសចរនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រានៅក្នុងរយៈពេល50 ឆ្នាំហើយអាជ្ញាធរខេត្តក៏បានយល់ព្រមតាមសំណើនោះផងដែរក៏ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគេនៅមិនទាន់ឃើញក្រុមហ៊ុននោះមានការរៀបចំអ្វីឲ្យលេចចេញជារូបរាងនៅឡើយប៉ុន្តែគេសង្ឃឹមថានៅពេលខាងមុខរមណីយដ្ឋានទឹកជ្រោះប៊ូស្រានឹងផ្លាស់ប្ដូរមុខមាត់ថ្មីដែលជាជាពុកខានឡើយលោកពុជសូរិយាក៏បានបញ្ជាក់ឲ្យដឹងថាខេត្តមណ្ឌលគិរីមានរមណីយដ្ឋានទេសចរចំនួន16 កន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរទេសចរខេត្តនៅក្នុងនោះមានដូចជាសមុទ្រឈើបាទទឹកធ្លាក់មនោរម្យអូរ៉ាប៊ីសនិងទឹកជ្រោះបាទរមណីយ1ទឹកជ្រោះរមណីយ2បាទជ្រៃសជ្រៃធំបាទភ្នំដោះក្រមុំអង្គរ Forest ជាដើមហើយក្រៅពីនេះខេត្តមណ្ឌលគិរីក៏នៅមានរមណីយដ្ឋានទេសចរតូចៗជាច្រើនកន្លែងផ្សេងទៀតដែលមន្ទីរទេសចរកំពុងតែស្រាវជ្រាវដើម្បីពិនិត្យលទ្ធភាពនៅក្នុងការរៀបចំកន្លែងទាំងអស់នោះឲ្យទៅជារមណីយដ្ឋានទេសចរដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិទាំងភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីឲ្យបានច្រើនថែមទៀត